បាទសួស្តីបងប្អូនMMO ដៃថ្មីណាជាពិសេសដៃថ្មីខ្ញុំបានបង្កើត app មួយបាទគឺយើងប្រើជាមួយនឹង Gemini យើងគិតថា app នេះគឺវាល្អបាទឧទាហរណ៍ដល់ឥឡូវខ្ញុំបង្កើតសាច់រឿងមួយណាគឺខ្ញុំដាក់ចេញចុះសាច់រឿងយើងរកវិធី generate សាច់រឿងផ្សេងទៀតចំណងជើងណាអញ្ចឹងនៅពេលដែលយើងបានចំណងជើងហើយយើងដាក់ចូលទៅក្នុង title ឬក៏ topic នេះ image prompt បាទយើងចង់ឲ្យរូបវាចេញយ៉ាងម៉េចយើងសរសេរមកអូខេខ្ញុំចាំសាកប្រហែលចឹងចុះណាប្រហែលបាច់វែងឆ្ងាយទេណាបន្ទាប់មកយើង generate យើង summary វាសិនក៏បាន generate summary ប៉ុន្តែជាទូទៅអូខេខ្ញុំដាក់ថា500ពាក្យចុះណាអូខេខ្ញុំ generate story សិនចាំយើង generate summary យកទៅដាក់នៅក្នុងdescription ក្រោយអូខេបន្ទាប់មកខ្ញុំ generate វាបាទ app នេះល្អមែនទែនសម្រាប់ MMO បាទយើងឃើញថាវាពិសេសប៉ុន្តែនៅមានពិសេសច្រើនទៀតបាទបងប្អូនត្រូវការអាចតាក់ទងមកបាទកាហ្វេមួយកែវអីអាចបាទធ្វើឲ្យជូនណាបាទ girl is standing in front of ឃើញបាទគឺ image ដែលយើងចង់បានគឺវាចេញមកអញ្ចឹងមកបាទចេញមកអញ្ចឹងមកណាហើយយើងអាច download share image បាទអាច download បានណាដល់លេខ download ពុបគឺដាក់នៅណា download ជា HTML បាទសាច់រឿងណា download សាច់រឿងជា HTML បាទខ្លីទេបើអាចដាក់នៅក្នុង social media បានបាទអាចសរសេរបានប៉ុណ្្នឹងអត់អីទេណាបាទតាក់ទងមកបន្ទាប់មកអូខេបងប្អូនអាចបង្កើត hashtag បាទអាចយក copy hashtag យកទៅដាក់ YouTube ឬក៏ដាក់ Facebook បាទ TikTok ជាដើមបាទណាសូមរងចាំបន្តិចពេលបងប្អូនអត់ចានបាទនេះ hashtag អាច copy hashtag នេះទៅបានបន្ទាប់មកយើង generate summary បាទយើងអាចយក summary ហ្នឹងកាន់តែខ្លីជាងនឹងតិចបាទនេះបាទអូខេខ្លីយ៉ាងហ្នឹងទៀតនៅក្នុងប្រមាណ page ហ្នឹងគឺយើងអាចយក summary ហ្នឹងបានបាទ copy ទៅយកទៅប្រើបាននៅមាន2 tab ទៀតបាទដែលពិសេសអូខេ inspiration គឺយើងយកអ្វីដែលជាគំនិតរបស់គេឧទាហរណ៍ថា the golden age of Paris នេះអូខេគាត់តែចុច inspiration ចំណងជើងពឹបវាមកនេះបន្ទាប់មក prompt គឺវាបង្កើត auto ខ្ញុំសាក generate ឲ្យមើលណាសាក generate ឲ្យមើលបងប្អូនអាចតាក់ទងមកលេខ Telegram របស់ខ្ញុំដាក់នៅខាងក្រោមវីដេអូមក description បាទខៃឡូវាច្រើនខ្ញុំអាចច្រឡំអីបងប្អូនអាច screenshot ឲ្យបាទនេះឃើញ Chaotic Pirate Ship បាទអូខេនេះគឺបើសិនជាយើងអត់មានអីទេយើង inspiration យើងយកគំនិតរបស់គេមកធ្វើកុំបារម្ភឬជាប់ copyright អត់បញ្ហាទេបាទអត់បញ្ហាទេគឺឆ្នាំ1730អីចឹងមកណាល្អមែនទេអូខេ image បាទវាមានដូចខ្ញុំបាននិយាយចឹងវាមាន3 tab create inspiration និង image នេះជាសាស្ត្រគឺបងប្អូនអាចបង្កើតបាទអាចជ្រើសអូខេខ្ញុំបង្កើតយក landscape generate image សិនខ្ញុំ generate image ណាសូមរងចាំបន្តិចបាទក្នុង app មួយអូខេបងប្អូនអាចពង្រីក font size ពង្រួម font size ក៏បានអាចដាក់នៅលើបាទក៏ដាក់នៅក្រោមបាទជឿទៅយើងដាក់តាណាស្អាតអាចជ្រើសរើស font អក្សរបាទ shadow font អក្សរយើងអាចជ្រើសពណ៌ណាក៏បានណានេះ title បាទ
title គឺអីគេឧទាហរណ៍ថាអូខេ the lion on the loose green អីចឹងមកបាទ subtitle គឺចំណងជើងតូចបាយឧទាហរណ៍ណា subtitle អូខេសាយអាចដាក់ទូចជាងតិចបានបាទមើលអានេះចាញ់ពណ៌សដាក់ពណ៌សមកបាទបន្ទាប់មកបាទយើង download មកបាន download មកអាច download យកទៅប្រើ thumbnail ហ្នឹងបាទយកទៅប្រើបានឬក៏អាច generate បាទថែមទៀតក៏បានដែរតែយើង generate ជា YouTube ពីរនឹងអាចប្រើបានដូចគ្នាឃើញទេបាទបាទនេះអាចប្រើនេះក៏បាននេះបាននេះ generate ជា image សិនណាបាទនេះអត់បញ្ហាទេនេះគឺយើងអាចប្រើបានពេលអញ្ចឹងបើសិនជាបងប្អូនអាចតាក់ទងមកណាឧទាហរណ៍ថា012 939 152ណាអូខេបងប្អូនអាចឃើញលេខទូរស័ព្ទហើយ download បានអត់បញ្ហារូបវា full ហ្មងបាទ thumbnail portrait ក៏បានយើងចង់អីក៏បានដែរណាថតបានទាំងអស់មកបាទអញ្ចឹងនេះហើយគឺជាបាទ app special app បាទដែលយើងបង្កើតនៅសាច់រឿងបាទតាមចំណង់ចំណូលចិត្តរបស់យើងណាយើងចង់បានមិនក៏បានដែរសំខាន់គឺយើង generate ទៅតាម prompt ដែលយើងសរសេរ prompt នឹងបានពីណាគឺយើងបានមកពី inspiration ក៏បានណាយករបស់គេបញ្ចូលគ្នាមកយើងអាចធ្វើបានណាចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនអាចតាក់ទងឬក៏ពិចារណាតាមការគួរបាទសូមអរគុណ